មុននឹងចេញទៅហាត់ប្រាណកុំភ្លេចលុញគ្នាផងបងប្អូនប្រយ័ត្នក្លិនដាក់គេហើយព្រឹកនេះឆ្លៀតបានទៅហាត់ប្រាណមុនចេញទៅធ្វើការខ្ញុំសង្កេតឃើញថាឲ្យតែខ្ញុំធ្វើ content តាក់ទងនឹងការហាត់ប្រាណណាអត់សូវមានបងប្អូនយើងចូលមើលទេតែទោះយ៉ាងណាក៏ខ្ញុំនៅតែធ្វើវាដែរដោយសារតែវាជា lifestyle រស់នៅរបស់ខ្ញុំណាហើយក៏វាជាសកម្មភាពប្រចាំថ្ងៃខ្ញុំដែរអាចថាខ្ញុំចូលចិត្តវាក៏បានហើយមានបងប្អូនខ្លះគាត់ឃើញខ្ញុំទៅហាត់ប្រាណគាត់និយាយថាអើយខំហាត់ទៅអីទេយកពេលទៅរកលុយវិញល្អជាងខ្ញុំក៏ឆ្លើយថាបាទហើយដើរទៅហាត់ប្រាណធម្មតាខ្ញុំទទួលស្គាល់ថាយេមនុស្សគ្រប់គ្នាគឺត្រូវការលុយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃចុះបើយើងខំរកលុយហើយតែសុខភាពយើងមិនរឹងមាំអញ្ចឹងយើងមិនបាត់បង់ឱកាសក្នុងការរកលុយទេហើយសម្រាប់ខ្ញុំតែងតែចាត់ទុកថាការហាត់ប្រាណជាសកម្មភាពប្រចាំថ្ងៃដែលខ្ញុំត្រូវតែធ្វើដើម្បីសុខភាពរឹងមាំរូបកាយសមរម្យយើងនឹងមានឱកាសរកលុយច្រើនទៀតបើសិនជាសុខភាពយើងល្អហើយផ្ទុយមកវិញបើយើងខំប្រឹងរកលុយមួយថ្ងៃទៅមួយថ្ងៃតែវាយើងឈឺចូលពេទ្យអស់លុយលើសដើមដូច្នេះហើយយើងគួរតែរស់នៅឲ្យមានតុល្យភាពរវាងការធ្វើការនិងថែទាំសុខភាពអរគុណសម្រាប់អ្នកទស្សនាវីដេអូសូមចែករំលែកបន្តបងប្អូនគិតថាត្រឹមត្រូវកុំភ្លេច follow សម្រាប់វីដេអូក្រោយ